លួចព្រះខ័នរាជពីព្រះស្វាមីដើម្បីដណ្ដើមរាជពីព្រះបិតានៅក្នុងប្រវត្តិសាស្ត្រខ្មែរមានព្រឹត្តិការណ៍ដ៏គួរឲ្យខ្លាចមួយដែលបានកើតឡើងនៅក្រោយរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី7នោះគឺការលួចព្រះខ័នរាជដើម្បីដណ្ដើមរាជបល្ល័ង្កពីព្រះមហាក្សត្រស្របច្បាប់និងការធ្វើទារុណកម្មលើព្រះញាតិវង្សនៅក្នុងគុកងងឹតដែលព្រឹត្តិការណ៍នេះកើតឡើងក្នុងរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី8នាអំឡុងឆ្នាំ1296ក្នុងក្រុងអង្គរធំឬយសោធរបុរៈទី3យោងតាមសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យត្រឹងងារបានឲ្យដឹងថានៅឆ្នាំ1795ព្រះបាទស្រីជ័យវរ្ម័នទី8បានដាក់រាជ្យឲ្យបុត្រប្រសាររបស់ទ្រង់គឺព្រះបាទស្រីឥន្ទ្រវរ្ម័នទី3ឬស្រីស្រិន្ទ្រវរ្ម័នទី3ដែលបានរៀបអភិសេកជាមួយព្រះរាជបុត្រីរបស់ទ្រង់មានព្រះនាមថាស្រិន្ទ្រភូពេស្វរៈជោឌាព្រះស្រីឥន្ទ្រវរ្ម័នទី3ទំនងជាអ្នកដែលមានអំណាចឥទ្ធិពលខ្លាំងក្លាក្នុងរាជការព្រោះឃើញមានបពុជួយធ្វើការឲ្យទ្រង់ក្នុងការកម្ចាត់កម្លាំងដែលរាំងស្ទះក្នុងអំពើរាជប្រហារនោះបើតាមកំណត់ត្រារបស់លោកជើតាខ្វាន់ដែលយើងស្គាល់ថាជាបេសកទូតនៃរាជវង្សយ័នមកពីប្រទេសចិននោះហើយដែលសិភៅដែលកំណត់ត្រារបស់លោកត្រូវបានបកប្រែជាភាសាខ្មែរដោយលោកលីធៀមតេងនោះបានឲ្យដឹងដែរថាព្រះស្រីឥន្ទ្រវរ្ម័នទី3ឡើងសោយរាជបានដោយសារតែព្រះមហេសីរបស់ទ្រង់បានលួចយកព្រះខ័នរាជរបស់ព្រះបិតាបង្កើតយកទៅឲ្យទ្រង់បានន័យថាលួចព្រះខ័នរាជរបស់ព្រះបិតាដែលជាក្សត្រសោយរាជទៅឲ្យព្រះស្វាមីរបស់ខ្លួនដោយឃើញថាកើតហេតុមិនស្រួលដូច្នោះព្រះរាជបុត្របង្កើតរបស់ព្រះបាទស្រីជ័យវរ្ម័នទី8បានភៀសព្រះកាយចេញទៅក្រៅរាជធានីដើម្បីកេណ្ឌទ័ពមកបង្ក្រាបអំពើក្បត់នេះតែក៏ត្រូវបពុរបស់ព្រះស្រីឥន្ទ្រវរ្ម័នទី3ចាប់ខ្លួនបានហើយយកទៅកាត់ម្រាមជើងធ្វើទារុណកម្មនៅក្នុងគុកងងឹតថែមទៀតផងបាទពិតណាស់លោកជើតាខ្វាន់ដែលជាបេសកទូតចិនហើយក៏ជាអ្នកដែលបានកត់ត្រារឿងរ៉ាវមួយចំនួននៅក្នុងប្រទេសកម្ពុជាដែលលោកហៅថាអ្នកស្រុកចេនឡានោះគឺបានមកដល់រាជធានីអង្គរនៃយើងនៅក្នុងរជ្ជកាលព្រះបាទស្រីឥន្ទ្រវរ្ម័នទី3នេះឯងដោយលោកបានស្នាក់នៅក្រុងអង្គរប្រមាណ1ឆ្នាំហើយក៏បានត្រឡប់ទៅវិញសរសេរកំណត់ត្រាទុកនៅក្នុងរាជការនៃរាជវង្សយ័ននោះបានហើយក្រោយមកអ្នកសិក្សាស្រាវជ្រាវអ្នកប្រាជ្ញខាងប្រវត្តិសាស្ត្រនឹងគាត់បានបកប្រែកំណត់ត្រារបស់លោកពីភាសាចិនទៅភាសាបារាំងទៅភាសាអង់គ្លេសមកជាភាសាខ្មែរយើងជាដើមបាទសៀវភៅប្រវត្តិសាស្ត្រខ្មែររបស់លោកសាស្ត្រាចារ្យត្រឹងងារបានឲ្យដឹងទៀតថាបន្ទាប់ពីបង្ក្រាបកូនចៅសាច់ញាតិរបស់ព្រះបិតាក្មេករួចហើយនោះព្រះស្រីឥន្ទ្រវរ្ម័នទី3ដែលមានព្រះបរមនាមសម្រាប់រាជថាវរះកំរដែងអញស្រីស្រិន្ទ្រវរ្ម័នទេវៈបានសោយរាជសម្បត្តិប្រមាណ11ឆ្នាំពលគឺរហូតដល់ឆ្នាំ1307នៃគ្រិស្តសករាជប្រិយមិត្តខ្ញុំសូមអំពាវនាវសូមការឧបត្ថម្ភខ្លះផងដើម្បីបន្តការផលិតវីដេអូប្រវត្តិសាស្ត្របន្តទៀតបាទនៅលើរាជបល្ល័ង្កដែលដណ្ដើមបានដោយការបង្ហូរឈាមនេះព្រះបាទស្រីឥន្ទ្រវរ្ម័នទី3ក៏ពុំបានសុខសាន្តប៉ុន្មានដែរព្រោះត្រូវទប់ទល់នឹងកម្លាំងវាយប្រហាររបស់ពួកតៃនៅភាគខាងជើងមកលើទឹកដីខ្មែរផងនិងរងនៅឥទ្ធិពលរបស់ពួកម៉ុងហ្គោលផងមានឯកសារខ្លះដែលខ្ញុំបានដឹងនោះគេបានឲ្យដឹងថាពីមុនពួកតៃនៅភាគខាងជើងធ្លាប់តែជំនួសខ្មែរភូមាក៏មានអំណាចខ្លាំងលើពួកតៃផងលើពួកមនផងចំណែកឯពួកយួនឬក៏យួនដៃវៀតធ្លាប់តែជំនួសក្រោមអំណាចរាជវង្សចិនរាជការចិនក៏ប៉ុន្តែនៅពេលម៉ុងហ្គោលបំបែកអំណាចរាជវង្សស៊ុងហើយបង្កើតរាជការយ័ននៅលើទឹកដីចិនរួចហើយនោះពួកម៉ុងហ្គោលនេះក៏បានគ្រប់គ្រងឲ្យពួកតៃខាងជើងបះបោរប្រឆាំងនឹងខ្មែរប្រឆាំងនឹងភូមាហើយបើកដៃឲ្យយួនដៃវៀតមានឯករាជ្យលែងជំនួសចិនតទៅទៀតដូច្នេះហើយទើបយើងឃើញថាពួកតៃនៅភាគខាងជើងមានកម្លាំងមានធនធានមានសម្ភារៈគ្រប់គ្រាន់ក្នុងការងើបប្រឆាំងនឹងរាជការខ្មែរយើងហើយដែលព្រឹត្តិការណ៍បះបោរប្រឆាំងនឹងរាជការខ្មែរនេះកើតឡើងតាំងពីរជ្ជកាលព្រះបាទស្រីឥន្ទ្រវរ្ម័នទី2ដែលទ្រង់កំពុងតែលើកទ័ពទៅវាយនគរយួនដៃវៀតនោះក៏ស្រាប់តែមានការបះបោរប្រឆាំងនឹងរាជការខ្មែរពីសំណាក់មេដឹកនាំតៃនៅភាគខាងជើងរហូតដល់បង្កើតបានជារដ្ឋសខោតីរបស់ពួកគេលើកដំបូងនោះបាន
កំណត់ត្រារបស់លោកជើតាខ្វាន់ដែលបានស្នាក់នៅក្រុងអង្គរនៃយើងនោះក៏បានបញ្ជាក់ដែរថាពួកសៀននេះដែលលោកហៅថាពួកសៀននេះគឺចង់សំដៅលើពួកសៀមបាទយើងហៅសៀមចិនហៅសៀនគឺសៀមសុខោតីឬក៏តៃសុខោតីនោះឯងបាទដោយពួកសៀននេះបានដណ្ដើមយកទឹកដីមួយភាគធំរបស់កម្ពុជានិងបង្ខំឲ្យស្ដេចខ្មែរកេណ្ឌទ័ពយ៉ាងច្រើនយកទៅទប់ទល់នឹងអំពើឈ្លានពាននោះកងទ័ពតៃនៅសុខោតីមានសាមគ្គីភាពរឹងមាំបានវាយប្រហារមកលើបន្ទាយទ័ពខ្មែរដែលប្រចាំការនៅតាមខេត្តក្រុងនៃភាគខាងលិចគណៈរាជការខ្មែរនៅក្នុងរាជធានីអង្គរក៏រវល់តែរឿងចំនួនរាជវង្សផងគ្មានកម្លាំងនិងធនធានទ្រទ្រង់ផងក៏បណ្ដាលឲ្យខេត្តខណ្ឌនៅភាគខាងលិចរបូតបានទៅក្រោមជំនួសពួកតៃជារឿយព្រះបាទស្រីឥន្ទ្រវរមៈទី3នៅពេលឡើងសោយរាជ្យភ្លាមព្រះអង្គបានបញ្ជាឲ្យលើកទ័ពទៅវាយប្រហាររដ្ឋសុខោតីរបស់ពួកតៃដែរនៅក្នុងឆ្នាំ1296កងទ័ពខ្មែរបានប៉ះសឹកជាមួយកងទ័ពតៃដែលដឹកនាំដោយព្រះចៅរាមាកំហែងជាព្រះរាជបុត្រទី3របស់ពុកខុនស្រីឥន្ទ្រាទិត្យឬព្រះស្រីឥន្ទ្របឌិន្ទ្រាទិត្យប៉ុន្តែសង្គ្រាមជាមួយពួកតៃនៅភាគខាងជើងនេះឬសុខោតីនេះកងទ័ពខ្មែរបែរជាមិនទទួលបានជោគជ័យឡើយបើតាមសៀវភៅប្រវត្តិសាស្ត្រថៃរបស់អ្នកនិពន្ធបារាំង David Wyatt បានឲ្យដឹងដែរថាការដែលកងទ័ពតៃសុខោតីលើកទៅច្បាំងដល់ព្រំដែនកម្ពុជាបាននោះក៏ដោយសារមានការបើកដៃពីសំណាក់ពួកមនដែលកំពុងកាន់កាប់ខេត្តលវបុរៈឬលុបបុរីឬពេលខ្លះយើងឃើញគេសរសេរលវបាទពួកមនទាំងនោះព្រោះតែចង់បំបាក់ឥទ្ធិពលរបស់ខ្មែរនៅភាគខាងកើតទន្លេចៅព្រះពញាឬចៅប្រយ៉ាទើបគាំទ្រសុខោតីឲ្យលើកទ័ពមកច្បាំងនឹងកងទ័ពខ្មែរដោយសង្ឃឹមថាចម្បាំងរវាងតៃនិងខ្មែរនេះអាចការពារឯករាជ្យរបស់ពួកមនលវចេញពីការត្រួតត្រារបស់រាជការខ្មែរនៅអង្គរដូចមុនតែនេះគេហៅថាញុះញង់ឲ្យគេច្បាំងគ្នាខ្លួនឯងចាំទទួលផលបើតាមការចេញវីដេអូរបស់ខ្ញុំកន្លងមកពាក់ព័ន្ធនឹងរឿងដែលសៀមបានធ្វើកំឡាយអក្សរខ្មែរទៅជាអក្សរតៃលើកដំបូងនោះបានឲ្យដឹងដែរថាពុកខុនស្រីឥន្ទ្រាទិត្យបានរួមដៃជាមួយហ្វាមឿងកំចាយចៅហ្វាយខេត្តខ្មែរនៅសុខោតីនិងសច្ចុនាល័យហើយបង្កើតបានជារដ្ឋសុខោតីលើកដំបូងនៅក្នុងឆ្នាំ1238ក្រោយពីស្ដេចស្រីឥន្ទ្រាទិត្យសោយទិវង្គតទៅរាជបុត្រទី2ឈ្មោះបានមឿងនិងរាជបុត្រទី3ឈ្មោះរាមាកំហែងក៏បានឡើងសោយរាជ្យបន្តបន្ទាប់គ្នាព្រះចៅរាមាកំហែងបានសោយរាជ្យនៅសុខោតីចាប់ពីឆ្នាំ1280ដល់1298ស្ដេចអង្គនេះហើយដែលបានពង្រីកទឹកដីនិងឥទ្ធិពលអំណាចរបស់សុខោតីទៅលើដែនដីរបស់ខ្មែរបន្ថែមទៀតនិងទៅដល់ដែនដីរបស់មនផ្នែកខ្លះនៃទឹកដីម៉ាឡាយូផងដែរគេបានឲ្យដឹងថាអាចទៅដល់រដ្ឋប៉ាហាំងឯណោះបាទផែនដីរបស់ព្រះចៅរាមាកំហែងបានគ្របដណ្ដប់លើរដ្ឋឡាណាស្រុកប្រែស្រុកណានពិស្ណុលោកវាំងច័ន្ទលួងព្រះបាងសុធម្មវតីហង្សាវតីនគរសុវណ្ណជ័យនាថលុបបុរីសុពន្ធបុរីរាជបុរីពេជ្របុរីនគរស្រីធម្មរាជដែលទឹកដីខេត្តក្រុងភាគច្រើនសុទ្ធតែធ្លាប់ស្ថិតនៅក្នុងចំណុះរបស់រាជការខ្មែរជាប្រកបប្រិយមិត្តពិតណាស់ការកើតមានព្រឹត្តិការណ៍ដណ្ដើមរាជនិងវិបត្តិផ្ទៃក្នុងនៃរាជវង្សនៅអង្គរនេះក៏ជាកត្តារួមចំណែកធ្វើឲ្យប្រទេសជាតិកម្ពុជាយើងធ្លាក់ចុះផងដែរដែលបានផ្ដល់ឱកាសឲ្យពួកតៃនៅភាគខាងជើងមានឱកាសងើបប្រឆាំងនឹងរាជការខ្មែរនិងចៅហ្វាយខេត្តក្រុងខ្មែរដែលឈរត្រួតនៅខេត្តក្រុងភាគខាងលិចនោះបាទព្រឹត្តិការណ៍នេះត្រូវបានគេចាត់ទុកថាជាអំពើរាជប្រហារលើកទី1បន្ទាប់ពីរជ្ជកាលព្រះបាទស្រីជ័យវរ្ម័នទី7ពោលគឺមុនបដិវត្តត្រសក់ផ្អែមដែលជាអំពើរាជប្រហារលើកទី2នៅចុងសម័យអង្គរបាទប្រិយមិត្តកុំភ្លេចជួយចុច Subscribe និង Follow Facebook Page TikTok មួយផងបាទប្រិយមិត្តខ្ញុំសូមអំពាវនាវសូមការឧបត្ថម្ភខ្លះផងដើម្បីបន្តការផលិតវីដេអូប្រវត្តិសាស្ត្របន្តទៀតបាទ